ចឹងអស់នេះគ្រាន់តែ XC ម្ដងទៀតមកស្លេកលើរបស់យើងចាស់នេះហើយយើងយក new boundary មកយើងយក select polyline ចុចលើវានេះមកយើងបានទេបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនៅលើទូចមួយក្នុងការប្រើប្រាស់កម្មវិធី AutoCAD បើសិនជាយើងចង់ call out នៅចំណុចទូចមួយនេះទៅ detail បញ្ជាក់បន្ថែមដូចជាចាប់ dimension ឬក៏ដាក់ material អីទាំងគ្នាអាចអង្គុយកាត់ក៏បានប៉ុន្តែវាចំណាយពេលយូរហើយបើសិនជាមានការកែប្រែនៅចំណុចហ្នឹងមានតែយើងកែប្រែទាំងមូលអានេះវាបដូរទៅតាមអញ្ចឹងបងប្អូនគ្រាន់តែ copy វាមួយដាក់មកកន្លែងផ្សេងមកបងប្អូនប្រើក្នុង Xclip បងប្អូនគូសជា rectangle មួយចឹងសិនមកបន្តទៀតបងប្អូនប្រើក្នុង XC វាយក្នុង XC ចឹងមកហើយយើងចុច select លើ block ដំបូងឡើយយើងទៅ block របស់យើងទៅអស់ហ្នឹងសិនតោះនេះរួចហើយបានយើងចុចវាយ command XC មកម្ដងទៀតណា XC ហើយ select លើ block របស់យើងហ្នឹងបន្តទៀតយើងចុច space bar ឬក៏ enter មួយមកហើយយើងយកពាក្យថា new boundary ហើយយើងយក select polyline យើងចង់បានប៉ុណ្ណាយើង select polyline មកយើងចុច select polyline របស់យើងមកចឹងផ្សេងៗវាបាត់អស់ហើយអញ្ចឹងទោះបីជាយើងចូលទៅកែនៅក្នុង block របស់យើងហ្នឹងក៏អានេះវាបដូរទៅតាមដែរវាអត្ថន័យរបស់វាគឺអញ្ចឹងបើសិនជាយើងចង់ break room វាគឺយើងគ្រាន់ចាប់ទាញវាធម្មតាទៅនេះយើងអាច break room នេះបានអានេះអាចចាស់វាទេអានេះវាបន្តតែចាស់អានេះយើងអាចនេះយើងអាចចាប់ទាញវា break room បានអញ្ចឹងតាមវីដេអូវីដេអូនេះវា snap ទៀតហើយបើយើងចង់សូវពីខាងផ្សេងឃើញសូវខាងផ្សេងបានធម្មតាអញ្ចឹងណាបាទអញ្ចឹងអានេះវាជំនួយយើងច្រើនក្នុងការកែប្លង់របស់យើងហើយបើសិនខ្ញុំចង់លុប clip ហ្នឹងវិញខ្ញុំគ្រាន់តែ XC ម្ដងទៀតមកខ្ញុំ select លើវានេះចុច enter មកហើយខ្ញុំយកពាក្យថា delete ទៅវាលុបឲ្យមិញទៅហើយតែនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំមានបន្តនេះខ្ញុំ copy មក detail នេះខ្ញុំ copy detail ដល់ពេលនេះខ្ញុំទុកធម្មតាវិញឥឡូវខ្ញុំចង់ប្រើជា clip មកខ្ញុំចង់គូសជារង្វង់តែម្ដងណាខ្ញុំចង់គូសជារង្វង់មកខ្ញុំចង់ដាក់ style ជារង្វង់យើងវិញតើយើងធ្វើម៉េចបើយើងចុច XC enter យើង select លើ block របស់យើងនេះហើយយើងយក new boundary ហើយយើងយក select គឺវាឲ្យជារង្វង់ចឹងអ្នកនរគ្នាគ្រាន់តែបង្កើត polyline មួយ polygon មួយដែលស្តៀងនឹងរង្វង់មកយើងវាយ POL ហើយយើងដាក់កម្មវិធីធំតិចមក100ធម្មតារង្វង់វាបង្កើតបានជាបន្តបង្កើតមកពីបន្តខ្លីៗជាច្រើនជុំនេះបានជារង្វង់ចឹងយើងដាក់កាន់តែច្រើនវាកាន់តែ smooth រង្វង់របស់យើងដាក់500ឧទាហរណ៍500ចឹងទៅខ្ញុំចុចលើវាចឹងខ្ញុំចាប់ទាញវាយកលើក៏បាន5ក៏បានដែរទេយើងទាញចឹងមកចឹងវាបង្កើតបានជារង្វង់មួយចានេះខ្ញុំ select ពីមកខ្ញុំ unselect ខ្ញុំលុបអាចចាស់វាចោលរង្វង់ហ្នឹងសល់តែបន្ត polygon នេះទេចឹងអ្នកនរគ្នាគ្រាន់តែ XC ម្ដងទៀតមក select លើរបស់យើងចាស់នេះហើយយើងយក new boundary មកយើងយក select polyline ចុចលើវានេះមកយើងបានទេអានេះយើងអានេះ new boundary អាចារ្យនេះយើងអាចលុបវាចោលបានឃើញអញ្ចឹងករណីយើងចង់កែនៅកន្លែងនេះបន្តយើងកែនៅ block នេះ block enter ខ្ញុំកែនៅកន្លែងនេះខ្ញុំដាក់កែស្អីមួយខ្ញុំចាក់ហាត់ឧទាហរណ៍ខ្ញុំចាក់ហាត់កន្លែងនេះយ៉ាកន្លែងនេះវាមានបញ្ហាខ្ញុំចាក់ហាត់បន្តិចមួយកន្លែងនេះឧទាហរណ៍ចុះអញ្ចឹងអានេះដាក់ចាំចុះខ្ញុំចុច save អញ្ចឹង detail របស់យើងក៏អត់ចាំបាច់ទៅកែផ្សាច់ថែមទៀតដែរយើងកែនៅប៉ុណ្ណានេះកែទៅប៉ុណ្ណាអញ្ចឹងវាចំណេញអញ្ចឹងនៅក្នុងការប្រើ clip មក call out មក detail បន្ថែមអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូបន្តទៀត